ជំរាបសួរបងប្អូនទាំងអស់គ្នាអូខេថ្ងៃនេះសិនចង់មកspeak បន្តិចនិយាយអំពីសកម្មភាពទាំងមូលគឺទាំងអស់ហ្មងវីដេអូមួយនេះគឺជាសកម្មភាពទាំងមូលរបស់កូនកន្លះកូនកំមុំនៅក្នុងកម្មវិធីហាយចំនួនកម្មវិធីបំពាក់គ្រឿងអលង្ការហើយមានកម្មវិធីផ្សេងទៀតដូចជាកម្មវិធីសូត្រមន្តនេះគឺជាកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តជាមួយនឹងកូនកន្លងកូនកំមុំហើយបានផ្ដល់នៅអាវ៉ាត់ល្អពីព្រះសង្ឃហើយនឹងសកម្មភាពដែលកូនកន្លងកូនកំមុំថតរូបជុំគ្រួសារគេហៅមេបាទាំង4ហ្នឹងណាអូខេហើយនឹងសកម្មភាពខ្លះនៅក្នុងកម្មវិធីកាត់សក់ព្រមទាំងអ្វីដែលសំខាន់គឺកូនកន្លងកូនកំមុំហ្នឹងគឺគាត់ចង់ឃើញនៅទម្រង់របាំជូនពរមុនយើងធ្វើកម្មវិធីកាត់សក់គាត់ចង់ឃើញគេហៅថារបាំជូនពរនៅក្នុងទម្រង់អាពាហ៍ពិពាហ៍ចូលដល់កម្មវិធីសំពះផ្ទឹមសែនចុងដៃហើយកូនកំមុំគាត់ពិតជាគេហៅថាជ្រើសរើសយកសម្លៀកបំពាក់បែបជាសម្លៀកបំពាក់ប្រពៃណីខ្មែរហើយដែលសំខាន់គឺគាត់ស្រឡាញ់នៅក្នុងទម្រង់បែបឈុតស្បៃហើយក៏ពេញចិត្តជាមួយនឹងគាត់ក៏ពេញចិត្តជាមួយនឹងនៅពេលនេះសម្រាប់ការហើយពិតជាអរគុណមែនទែនសម្រាប់ខ្លួនទាំងពីរមេបាទាំង4ហើយនឹងសម្រាប់ខ្លួនទាំងពីរដែលគាត់បានពេញចិត្តនៅសេវាកម្មរបស់នៅពេលនេះសម្រាប់ការហើយពិតជាអរគុណនៅក្តីស្រឡាញ់ហើយសូម្បីតែកម្មវិធីទទួលភ្ញៀវកិត្តិយសក៏គាត់អត់ជ្រើសរើសយកអីក្រៅពីស្បៃដែរឈុតទី1ដែលគាត់ជ្រើសរើសជាមួយនឹងស្បៃពណ៌ទឹកប្រាក់ហើយនឹងឈុតទី2ជាមួយនឹងស្បៃពណ៌ក្រហមស្រស់ហើយឈុតបន្ទាប់ទៀតគឺរាត្រីសមរសអូខេរាត្រីសមរសរូបរបស់កូនកំមុំផ្ទាល់ពិតជាស្រស់ស្អាតជាមួយនឹងសកម្មភាពផ្សេងទៀតនៅក្នុងកម្មវិធីគេហៅថា Gala Dinner ជួបជុំមិត្តភ័ក្តិពុកម៉ែបងប្អូនដែលញ៉ាំអាហារពេលល្ងាចហើយនឹងមានកម្មវិធីបោះផ្កាថ្លែងអំណរគុណភ្ញៀវអីចឹងទៅហើយជាចុងក្រោយដល់ពេលនេះសូមអរគុណសម្រាប់ក្តីស្រឡាញ់មកកាន់ដល់ពេលនេះសូមអរការអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណខ្លាំងជម្រាបលា